នេះឲ្យដឹងនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ថាបេសកកម្មផ្អើលពិភពលោកនេះមានយន្តហោះប្រយុទ្ធសរុប125គ្រឿងចូលរួមនៅពីមុខអធិរាជទម្លាក់គ្រាប់បែក B2 មានកំពូលយន្តហោះ F35A Lightning II មួយក្រុមធំមកពីកងអនុសេនាធំទី34បណ្ដែតខ្លួនហោះកាត់ស្បៃរាត្រីអាមេរិកឲ្យដឹងថាយន្តហោះទាំងនេះគឺជាអ្នកបើកផ្លូវនិងបិទបញ្ចប់ប្រតិបត្តិការ F35 ហោះនៅក្នុងរយៈកម្ពស់ទាបទៅកាត់ផ្ដាច់ប្រព័ន្ធការពារផ្លូវអាកាសរបស់អ៊ីរ៉ង់គណនាចម្ងាយនិងមុំកំណត់ទីតាំងវាយប្រហារហើយក្នុងពេលដំណើរគ្នាកម្ពុជាយន្តហោះនេះត្រូវបង្កើតផែនទីពេញលេញនៃបណ្ដាញការពារដែនអាកាសពីគ្រប់ជ្រុងទាំងអស់របស់អ៊ីរ៉ង់នៅពីលើ F35 មានអធិរាជលើមេឃ F22 មួយក្រុមទៀតត្រដាងស្លាប់គ្មានសំឡេងដូចចចកសំងំចាត់ចំណីបេសកកម្មរបស់ F22 ពេលនោះគឺបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ីរ៉ង់ណាក៏ដោយដែលព្យាយាមហោះឡើងហើយត្រូវធានាថាគ្មានអ្វីមួយអាចចូលមកគៀក B2 ទេនៅក្នុងចម្ងាយយ៉ាងតិច160គីឡូម៉ែត្រចំណែក B2 វិញមានតួនាទីតែម្យ៉ាងប៉ុណ្ណោះគឺទម្លាក់គ្រាប់បែកឲ្យចំគោលដៅនៅម៉ោង 3:07 នាទីព្រឹក B2 បានខ្ជាក់គ្រាប់បែក GBU 57មួយគ្រាប់ដំបងចាក់ទម្លុះរោងចក្រនុយក្លេអ៊ែរ Fordo ដូចជាលំពេងបន្ទាប់មករោងចក្រណាតាន់បន្ទាប់មកទៀត Isfahan ស្រទាប់បេតុងបែកខ្ចាយគ្រាប់បែក GBU 57ជ្រុំមួយខ្លួនចូលទៅក្នុងរូងបំផ្ទុះហេដ្ឋារចនាសម្ព័ន្ធខាងក្នុងជម្រៅ100ម៉ែត្រក្រោមដីចាប់ប្រតិបត្តិការ B2 បាត់ក្បាលហោះទៅភាគខាងត្បូងយន្តហោះ F35 តាមពីក្រោយស្កេនរកការសងសឹកដែលអាចកើតមានហើយអមដំណើរ B2 ចេញពីតំបន់ប្រយុទ្ធ F22 នៅពីលើឃ្លាំមើលត្រៀមខ្លួនបាញ់ទម្លាក់អ្វីគ្រប់យ៉ាងដែលហ៊ានហោះឡើងនេះហើយគឺជាប្រតិបត្តិការញញួរកណ្ដាលរាត្រីរបស់អាមេរិកសំពងអ៊ីរ៉ង់ដោយប្រើកំពូលយន្តហោះ3ប្រភេទរួមគ្នានៅក្នុងបេសកកម្មតែមួយគ្មានពីរលើលោក